ដូចករណីធ្វើបាបរងឈុននេះបងប្អូនយើងគួរតែរំលាយវិធីសាស្ត្រយើងគួរតែបកអាក្រាតវិធីសាស្ត្រទាំងអស់នេះទៅកាន់ប្រទេសដែលពាក់ព័ន្ធជាមួយនឹងម្ចាស់ហត្ថលេខីសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឲ្យគេបានដឹងអំពីវិធីសាស្ត្រដ៏ស្មុគគ្រោកទាំងអស់នេះទទូចឲ្យគេចូលរួមក្នុងការបើកការស៊ើបអង្កេតទៅលើអង្គការស្ថាប័នទាំង50ហ្នឹងឯងអត់ប្របែកបងប្អូនពីព្រោះអង្គការខ្លះបងប្អូនឈោះឈ្មោះមនុស្សតែម្នាក់ទេតែបង្កើតអង្គការហើយក៏អត់ដែរមានសកម្មភាពអត់ដែរដែរអង្គការខ្លះដូចខ្ញុំនិយាយមិនចឹងអាខ្លះតែបង្កើតពីម្សិលមួយថ្ងៃមកដាក់ពាក្យបណ្ដឹងជាមួយគេក៏មានដែរបងប្អូនទាំងឡាយរបបដឹកនាំប្រទេសបច្ចុប្បន្ននេះកំពុងតែប្រើប្រាស់មធ្យោបាយគ្រប់រូបភាពទាំងអស់ដើម្បីកម្ចាត់អ្នកនយោបាយណាដែលគេដឹងច្បាស់ថាជាដៃគូប្រកួតប្រជែងជាមួយគេពិតប្រាកដតាមរយៈការផ្សាយរបស់សារព័ត៌មាន VOD បានលើកឡើងអំពីលោកជីវកេងបានប្រកាសថាគាត់បានទទួលញត្តិឬក៏បណ្ដឹងពីអង្គការស្ថាប័នចំនួន50ដែលទទូចឲ្យដកហូតសិទ្ធិធ្វើនយោបាយរបស់លោករងឈុនអស់មួយជីវិតអញ្ចឹងបងប្អូនគេធ្លាប់ធ្វើអារឿងហ្នឹងវាជោគជ័យតាមរយៈការរំលាយគណៈបកសង្គ្រោះជាតិកាលពីគេរំលាយគណៈបកសង្គ្រោះជាតិគេប្រើប្រាស់រូបភាពគណៈបកនយោបាយដែលគណៈបកនយោបាយទាំងអស់នោះសុទ្ធសឹងតែជាគណៈបកអាយ៉ងនិងគណៈបកខ្មោចដែលទើបតែបង្កើតពីម្សិលមួយថ្ងៃគណៈបកខ្លះបាទឥឡូវករណីដូចគ្នានេះគេគ្រាន់តែបដូរពីគណៈបកនយោបាយមកជាអង្គការសង្គមស៊ីវិលទៅវិញដើម្បីបាទធ្វើទុកបុកម្នេញទៅលើលោករងឈុនយើងឃើញហើយមួយរយៈមុននេះធ្វើបាបលោករងឈុនតាំងពីប្តឹងគាត់ទាសំណងគាត់បាទរហូតគាត់ប្រឈមទៅនឹងការដកហូតទ្រព្យសម្បត្តិប៉ុណ្ណឹងមិនគ្រប់គ្រាន់មិនឆ្អែតឆ្អន់មកបង្កើតអង្គការខ្មោចអង្គការអាយ៉ងមកប្តឹងដកហូតសិទ្ធិធ្វើនយោបាយរបស់គាត់ទៀតសាហាវបងប្អូនសាហាវណាស់ចឹងបានតែយើងមើលឃើញថាប្រទេសប្រជាធិបតេយ្យពិតប្រាកដនៅលើពិភពលោកមួយចំនួនគេមានការកំណត់អាណត្តិនាយករដ្ឋមន្ត្រីបងប្អូនគេអត់ឲ្យនាយករដ្ឋមន្ត្រីនឹងបន្តកាន់អំណាចជានាយករដ្ឋមន្ត្រីម្ដងហើយម្ដងទៀតក្នុងពេលយូរអង្វែងគេខ្លាចការចងក្រងនៅអំណាចប្រមូលផ្ដុំបកពួកនិយមក្រុមគ្រួសារនិយមអញនិយមកាលណាប្រទេសមួយសម្បូរទៅដោយអំណាចប្រមូលផ្ដុំបងប្អូនប្រទេសនឹងឈ្មោះជាប្រទេសប្រជាធិបតេយ្យក៏ដោយក៏មិនខុសពីរបបកុម្មុយនីសដែរករណីខ្លះគឺសាហាវជាងប្រទេសកុម្មុយនីសទៅទៀតពីព្រោះប្រទេសកុម្មុយនីសប្រទេសផ្ដាច់ការលើពិភពលោកបងប្អូនគេមានរូបមន្តនៃការដឹកនាំប្រទេសរបស់គេច្បាស់អញ្ចឹងគេអនុវត្តទៅតាមរូបមន្តរបស់គេប៉ុន្តែអ្វីដែលគួរឲ្យបារម្ភខ្លាចបំផុតនោះប្រទេសដែលមានឈ្មោះថាប្រទេសប្រជាធិបតេយ្យប៉ុន្តែសម្បូរទៅដោយក្រុមជនផ្ដាច់ការជ្រកកោនអាហ្នឹងទើបគេព្រួយបារម្ភបំផុតអញ្ចឹងនៅពេលណាដែលក្រុមជនផ្ដាច់ការទាំងនោះមានឱកាសនៅក្នុងការដឹកនាំប្រទេសគឺច្បាស់ណាស់ពួកនេះអត់មានវិធីសាស្ត្រប្រជាធិបតេយ្យឯណាក្រៅអំពីការប្រើប្រាស់នៅវិធីសាស្ត្រស្មុគគ្រោកតាមរយៈផ្នត់កំណត់បែបកុម្មុយនីសនោះឡើយណាបងប្អូនអញ្ចឹងសួរថាតើពួកយើងធ្វើបែបណាដើម្បីស្ដារប្រទេសឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះខ្ញុំសូមទទូចឲ្យបងប្អូនអ្នកនយោបាយជាពិសេសអ្នកនយោបាយនៅក្រៅប្រទេសដែលមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការធ្វើកិច្ចការការទូតសូមបងប្អូនបដូររូបមន្តខ្ញុំគិតថាជាពេលវេលាមួយសមស្របដែលយើងគប្បីទម្លាយរូបមន្តស្មោកគ្រោករបស់ក្រុមជនផ្ដាច់ការទាំងអស់នេះជាសាធារណៈឲ្យមានភាពធំទូលាយក្នុងកម្រិតពិភពលោកតែម្ដងជាពិសេសគប្បីទម្លាយរូបមន្តទាំងអស់នេះជាក់ស្ដែងដូចករណីធ្វើបាបរងឈុននេះបងប្អូនយើងគួរតែរំលាយវិធីសាស្ត្រយើងគួរតែបកអាក្រាតវិធីសាស្ត្រទាំងអស់នេះទៅកាន់ប្រទេសដែលពាក់ព័ន្ធជាមួយនឹងម្ចាស់ហត្ថលេខីសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឲ្យគេបានដឹងអំពីវិធីសាស្ត្រដ៏ស្មុគគ្រោកទាំងអស់នេះទទូចឲ្យគេចូលរួមក្នុងការបើកការស៊ើបអង្កេតទៅលើអង្គការស្ថាប័នទាំង50ហ្នឹងឯងអត់ប្របែកបងប្អូនពីព្រោះអង្គការខ្លះបងប្អូនឈោះឈ្មោះមនុស្សតែម្នាក់ទេតែបង្កើតអង្គការហើយក៏អត់ដែរមានសកម្មភាពអត់ដែរអង្គការខ្លះដូចខ្ញុំនិយាយមិនចឹងអាខ្លះតែបង្កើតពីម្សិលមួយថ្ងៃមកដាក់ពាក្យបណ្ដឹងជាមួយគេក៏មានដែរកម្ពុជាមានគ្រប់រូបភាពទាំងអស់អញ្ចឹងហ៎បងប្អូនដល់ពេលដែលយើងបដូររូបមន្តថ្មីនៃការធ្វើនយោបាយហើយយើងអត់អាចរស់កំដរជាមួយនឹងពួកផ្ដាច់ការនេះពីមួយថ្ងៃទៅមួយថ្ងៃបើកាលណាយើងបន្តអាសកម្មភាពដោយរូបមន្តចាស់វាស្មើនឹងយើងដូចឲ្យពួកនឹងជិះសេះលេងដៃនៅក្នុងការបន្តការធ្វើបាបប្រជាជនដើម្បីបាទកាន់អំណាចនោះទេអញ្ចឹងដល់ពេលដល់វេលាមួយបងប្អូនយើងអត់មានវិធីសាស្ត្រណាក្រៅអំពីការធ្វើតាមរយៈការទទូចតាមរយៈការទូតទៅកាន់អន្តរជាតិជាពិសេសប្រទេសដែលពាក់ព័ន្ធជាមួយនឹងម្ចាស់ហត្ថលេខានៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសបាទមានតែវិធីសាស្ត្រហ្នឹងឯងបងប្អូនពីព្រោះសប្តាហ៍នេះក្រាក់ស័កខ្លះបងប្អូនស្រុកយើងសាហាវជាងប្រទេសផ្ដាច់ការទៀតបាទពីព្រោះខ្ញុំនិយាយមិនអញ្ចឹងអ្វីដែលគ្រោះថ្នាក់បំផុតនោះគឺជនផ្ដាច់ការមកបង្កប់ខ្លួននៅក្នុងសង្គមប្រជាធិបតេយ្យនេះគឺជា
បាទស្ថានភាពមួយដ៏គ្រោះថ្នាក់បំផុតសម្រាប់អនាគតនៃប្រទេសជាតិរបស់យើងដូច្នេះសង្ឃឹមតែកូនខ្មែរទាំងអស់រួមគ្នាសាមគ្គីគ្នាបដូររូបមន្តថ្មីដើរលើជំហានថ្មីដើម្បីអនាគតថ្មីដ៏ត្រចះត្រចង់របស់កម្ពុជា